Cái này xong thoại cúm để con cột ón hay xuất đây là con ôn đi sạch tập nhé ngày nít nhom xong được giao bài nhà mối để tận từng mùa hai năm ở miền cột nè cho ra chọc lại cô miền cái ta tràn tại nòm ở miền cột nè cho ra chọc lại cô ta tại nhom bàn sắc xa nâng trari bị hiện ឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើងនេះមានការកើតមានជារៀងរាល់ថ្ងៃហើយបណ្ដាឲ្យមានការស្លាប់បាត់បង់អាយុជីវិតបាទជារៀងរាល់ថ្ងៃគួរឲ្យមានការព្រួយបារម្ភផងដែរអញ្ចឹងអ្វីទាំងអស់នេះវាកើតឡើងពីកត្តាជាច្រើននៅក្នុងនោះខ្ញុំសូមលើកយកនៅកត្តា5ដែលនាំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ទី1កត្តាសិក្សាអប់រំផ្សព្វផ្សាយអនុវត្តការសិក្សានេះដោយយើងជាប្រទេសកំពុងអភិវឌ្ឍត្រូវការសិក្សាអញ្ចឹងការសិក្សានេះត្រូវមានការបញ្ចូលនៅមេរៀនសិក្សាតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់មហាវិទ្យាល័យឬក៏ថ្នាក់ឧត្តមសិក្សាពីព្រោះមនុស្សយើងតែងធ្វើដំណើរទៅតាមផ្លូវជាពិសេសកុមារាកុមារីគាត់ធ្វើដំណើរតាមផ្លូវគាត់ត្រូវយល់ពីបញ្ហាការប្រើប្រាស់ផ្លូវឲ្យបានត្រឹមត្រូវដូចជាការធ្វើដំណើរប្រកាន់ស្នាមជាដើមណាហើយការអប់រំក៏ត្រូវតែមានជាប្រចាំផងដែរធ្វើយ៉ាងម៉េចការធ្វើដំណើរតាមផ្លូវត្រូវតែមានសុទ្ធជីវធម៌ឬក៏មានការប្រុងប្រយ័ត្នគ្រប់វិនាទីទាំងអស់ពីព្រោះគ្រោះថ្នាក់នេះយើងមិនអាចមើលឃើញទេវាអាចកើតមានគ្រប់វិនាទីបើសិនជាយើងមានការធ្វេសប្រហែសឬក៏មានសេចក្តីប្រមាថណាមួយគឺអាចនឹងកើតមានចំពោះយើងក៏ដូចជាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងដែរហើយការផ្សព្វផ្សាយនៅតាមប្រព័ន្ធ social media ក្តីនៅតាមទូរទស្សន៍ក្តីត្រូវតែមានការផ្សព្វផ្សាយបានទូលំទូលាយឬក៏ក្រសួងគួរតែមានបង្កើតឲ្យមានវីដេអូអប់រំឲ្យបានច្រើនអំពីគ្រោះថ្នាក់ចរាចរណ៍ឬក៏ការអនុវត្តនោះទៅមានអាចនឹងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នឹងបានហើយចំណុចមួយទៀតទាក់ទងទៅនឹងការអនុវត្តនេះគឺយើងត្រូវអនុវត្តទាំងអស់គ្នាមិនថាមន្ត្រីរាជការឬក៏អ្នកណាទេសម្បានគឺប្រជាពលរដ្ឋទាំងអស់នៅក្នុងការប្រើប្រាស់ផ្លូវជាសាធារណៈត្រូវយល់អំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោកហើយអនុវត្តទាំងអស់គ្នាទាំងមន្ត្រីអនុវត្តទាំងប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវដូចជាការកុំជិះបច្ច្រាស់ផ្លូវអីជាដើមអញ្ចឹងឧទាហរណ៍ដូចជាមន្ត្រីអនុវត្តច្បាប់គួរតែអនុវត្តឲ្យបានជាគំរូដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងគាត់អនុវត្តតាមបាទប្រជាពលរដ្ឋយើងគាត់មានការសិក្សានៅមួយចំនួននៅមានកម្រិតអញ្ចឹងតតែមន្ត្រីរបស់យើងត្រូវតែអនុវត្តជាគំរូបាទបានជាពលរដ្ឋយើងគាត់នឹងគោរពទៅតាមបាទកត្តាទី2គឺកត្តាមនុស្សយើងសំដៅទៅលើអ្នកបើកបរនឹងតែម្ដងអ្នកបើកបរត្រូវតែចូលសិក្សារៀនសូត្រនៅសាលារៀនបើកបរបាទត្រូវរៀនទ្រឹស្ដីឲ្យបានចេះចាំឲ្យបានច្រើនហើយត្រូវអនុវត្តដោយជាកូនជាក់ស្ដែងបាទអញ្ចឹងបើសិនជាយើងទាំងអស់គ្នាអ្នកបើកបរគាត់បានចូលសាលាសិក្សារៀនសូត្រអំពីទ្រឹស្ដីនៃច្បាប់ហើយយកមកអនុវត្តនៅលើផ្លូវជាក់ស្ដែងហើយមានការទទួលស្គាល់ដោយមន្ត្រីឬដោយក្រសួងចេញបានបើកបរឲ្យនោះនឹងអាចកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍បានទាំងអស់នេះវាអាស្រ័យទៅលើការចូលរួមទាំងអ្នកដែលបើកបរហ្នឹងអ្នកប្រើប្រាស់ផ្លូវហ្នឹងព្រមទាំងស្ថាប័នរបស់រដ្ឋត្រូវតែយកចិត្តទុកដាក់ពង្រឹងបញ្ហាទាំងអស់នេះ
ឲ្យបានល្អប្រសើរពីព្រោះអ្នកបើកបរមួយចំនួនគាត់នៅពេលដែលគាត់កាន់ចកោតឡានឬក៏ម៉ូតូគាត់ហាក់បីដូចជាមានការប្រហែសឬក៏ប្រហើនឬក៏ហ៊ានប្រថុយគ្រប់ស្ថានភាពដែលមិនគួរនឹងប្រថុយដោយការវាយជែងជាដើមពីព្រោះការវាយជែងយើងដឹងហើយថានៅលើស្ពានគេមិនឲ្យវាទេទោះបីជាមានកម្លៀតឬក៏មានកន្លែងចន្លោះយ៉ាងណាក៏ដោយក៏លោកមិនឲ្យវ៉ាដែរព្រោះតើតើច្បាប់ដូចជាការវ៉ាស្ដាប់ក្នុងស្ថានភាពណាក៏ដោយក៏មិនអាចវ៉ាស្ដាប់បានដែរបាទអញ្ចឹងការវ៉ាស្ដាប់នេះគឺជាការបង្កគ្រោះថ្នាក់ដល់អ្នកដទៃខ្លាំងណាស់ពីព្រោះធម្មតាអ្នកបើកបរគាត់ប្រកាន់ស្ដាប់អញ្ចឹងកាលណាយើងវ៉ាស្ដាប់យើងមិនបានផ្ដល់សញ្ញាដូចជាការស៊ីផ្លេឬក៏ធ្វើអ្វីមួយដើម្បីឲ្យអ្នកដែលនៅខាងមុខយើងបានដឹងទេនោះនឹងអាចនឹងប៉ះទង្គិចគ្នាដោយប្រការណាមួយជាបង្ហាញហើយកាលណាប៉ះទង្គិចគ្នាអ្នកដែលវ៉ាស្ដាប់នឹងគឺជាអ្នកខកទាំងស្រុងតែម្ដងបាទហើយមួយទៀតតើតើទៅនឹងចំណុចនេះដែរគឺការធ្វើប្រហែសរបស់អ្នកបើកបរខ្លះគាត់ប្រើទូរស័ព្ទនៅពេលបើកបរគឺជាការធ្វើប្រហែសបំផុតនៅចំណុចនេះខ្ញុំមើលឃើញច្រើនថាអ្នកបើកបរមួយចំនួនទាំងបើកបរឡានទាំងអ្នកបើកបរម៉ូតូហ្នឹងគាត់តែប្រើប្រាស់ទូរស័ព្ទមើលទូរស័ព្ទនៅតាមផ្លូវអញ្ចឹងចំណុចនេះសូមឲ្យមន្ត្រីអនុវត្តច្បាប់ជាពិសេសប៉ូលីសចរាចរណ៍ត្រូវពង្រឹងកន្លែងហ្នឹងបើសិនជាអាចចល័តតាមផ្លូវហើយឃើញករណីបើកបរដោយប្រើប្រាស់ទូរស័ព្ទត្រូវតែខាត់ទូរស័ព្ទខាត់ឡានរបស់គាត់ឲ្យទៅឯកៀនហើយអាចអប់រំគាត់ឬក៏ពិន័យទៅតាមជាក់ស្ដែងបាទហើយការហាមឃាត់នេះបើយោងតាមការអនុវត្តជាក់ស្ដែងរបស់រដ្ឋដទៃទៀតគឺគេអត់ទៅស្ទាក់ទេគឺគេអាចបើកភ្លើងសញ្ញោវាយភ្លើងឬក៏ស៊ីផ្លេឲ្យឡានដែលល្មើសច្បាប់ចរាចរណ៍ហ្នឹងឯកៀនដើម្បីធ្វើការអប់រំដោយការខាត់ផាកពិន័យអានេះគឺជាការសមរម្យបំផុតបាទហើយអ្នកបើកបរនោះទៀតតោគឺបរិភោគឬក៏ពិសាគ្រឿងស្រវឹងអញ្ចឹងគ្រឿងស្រវឹងនេះគឺតាមច្បាប់គឺលោកហាមឃាត់នៅក្នុងលក្ខណៈបច្ចេកទេសអញ្ចឹងបើសិនជាយើងពិសាគ្រឿងស្រវឹងឬក៏យើងផឹកទៅស្រវឹងហើយឬក៏ដាក់ហួសកម្រិតដែលលក្ខណៈបច្ចេកទេសគេហាមឃាត់មិនឲ្យយើងពិសាគ្រឿងស្រវឹងក្នុងកម្រិតណាមួយគួរតែកុំបើកបរដែរបាទពីព្រោះបញ្ហាស្រវឹងស្រានេះគឺវាបង្កគ្រោះថ្នាក់ខ្លាំងមែនទែនបាទហើយមួយទៀតអ្នកបើកបរបើកហួសល្បឿនកំណត់អញ្ចឹងគេកំណត់នៅក្នុងទីក្រុងតែ40គីឡូក្នុង1ម៉ោងទេប៉ុន្តែយើងបើកដល់60ឬក៏70ឬក៏80ក៏បង្កឲ្យគ្រោះថ្នាក់ដែរពីព្រោះនៅទីប្រជុំជនគឺមានមនុស្សឆ្លងកាត់ច្រើនបាទមានមនុស្សឆ្លងកាត់ច្រើនអញ្ចឹងចំណុចហ្នឹងយើងគួរតែសិក្សាឬក៏ធ្វើការកែតម្រូវឬក៏ផ្លាស់ប្ដូរដែរក្នុងរក្សាល្បឿនឲ្យបានត្រឹមត្រូវទៅតាមការកំណត់តាមទីតាំងនីមួយបាទហើយមានកត្តាមួយទៀតនៅក្នុងកត្តាទី2នឹងដែរអ្នកបើកបរជាមួយអត់មានការទទួលខុសត្រូវទេដូចជាការប៉ះទង្គិចឬក៏បុកហើយតែមានចេតនារត់គេចបាទហើយការរត់គេចហ្នឹងគឺដើម្បីជៀសវាងនៅការវាយដំច្រំធាក់អំពីអ្នកឃើញហេតុការណ៍ហ្នឹងប៉ុន្តែចំណុចនេះបើសិនជាបុគ្គលណាមួយទៅវាយដំច្រំធាក់ទៅលើអ្នកបើកបរដែលបង្កគ្រោះថ្នាក់ហ្នឹងគឺបុគ្គលនោះគឺប្រឈមនឹងបទល្មើសព្រហ្មទណ្ឌបាទការបង្ករបួសស្នាមឬក៏ចេតនាណាមួយធ្វើឲ្យប៉ះពាល់ដល់រាងកាយឬក៏អាយុជីវិតបុគ្គលដែលប្រព្រឹត្តបទល្មើសហ្នឹងតែអាចនឹងប្រឈមនឹងបទល្មើសព្រហ្មទណ្ឌបាទអាចជាប់គុកឬក៏អាចត្រូវពិន័យជាប្រាក់ប៉ុន្តែបទល្មើសព្រហ្មទណ្ឌចាប់ពី
บอดมาชำลังตื้อเตอมองปลาให้เตอจบปอนตันเนียกี้ตามตลาดกาจอประกันแบบให้จำนวนมวยเตี้ยนักละบากบอห้อยปากตุกเกิดห้อยบอกห้อยปันไตเมียนเจตนาจังบ่มบัดหรือก็บ่มเปลี่ยนตัวเลยยุชีวิตเนี่ยเราครัวโดยจากการทอยกันจะได้mà nó cứเจตนาเป็นตีแบบตัวเอาบุคคลนู้นคือประชมมกนังฉบับปรุมาตอนทวนเก่าแต่เราปีปัวขนมเจตนามวยถ้าปอนปองทัวมนุษย์เขียนและจังอายจบพวกนอริยะไปไว้ตามสิ่งใดวินิจฉัยระบบสากลระบบตลาดกาจังประชมอดทนก่อนนะจังประจำแบบนี้บอกอ่อนนะเจเนี่ยบอกบอสเราประกันสมาร์ทได้ตัวก็เราแบบกตาตีบอยคือกตาพลังกตาพลังกาวิดามลอยพลังนองปฏิเยื้องมันตัวละออกประสาเต้จังกรุณะเมียนได้ปันไดพอนแต่มันเจทนเงามาเดการกรุณะไตแต่เมียนปันไดพอนแต่เวียมันทนเงาเมียนกำรัดสระโดยสาสันทานดับพลังมันล้อมันดูเมียนกาบากบอมีการปรบประหยัดปัจจัยในปีใดรอดมีการอภิวัตมีการริจำร้านเพลย์ล้อเพลย์ล้อจังตื้อจังมนุษย์แต่จังประหยัดโดยสารแต่เพลย์ล้อสำหรับชีจังแต่ชีนั่งนองหลับเบือนเลื่อนนองหลับเบือนเลื่อนแต่จังตื้อviệcบัดlà phim chặt ca là bài cột còn từ lừa là bươn chứ cả tới dương đại chỉ nó bị ọt lươn đôi một tổ mà tạm là bươn một tổ toán chẳng đọc về miền Bắc nhà tới cứ đua rồi có trôi lại nhà tới có một tổ nó từ đời một tổ tới hay năng mình nút từ đời mình nút tới xa tại là bươn rồi bỏ dưa nó đi tam một tổ toàn và trong nồi nắng á và chẳng tấn tay tại vì là cô ta môi tiết tẹt tao là cả bạc lươn ấy về lá là trong nồi là sổ tay nè dường hiện thực thôi là bươn trong nồi là bài chuyện buồn ấy tụi mình chỉ ở miềnจะได้จอฉลองการก็ได้ยืนจะได้บอกว่าเราแต่ปะทอยละเบื่อมือช่วยมือสนามมือหมกมือกรอยห้อยจำฉลองการกรุธนะพิเศษคือมาต่อเพลย์บ่มใบจีบบัวนั่นคืออัดทอยละเบื่อเนี่ยมันเนี่ยคือการตะลือและการตะลือจำนวนมวยที่แต่ตอนนั้นเพลย์นั้นได้ไปคลาสนั้นเนี่ยมาเชิงก่อนจอมฉลองไอ้ก่อนชุบไปให้เชียร์ดอกปรางเนตีเติมกระลาเมาเฮ้ยยืนบานเคยกอดเมียนโกมนอนดำใบหนึ่งฉลองกันเพลย์นั้นปัจจัยยืนมันเมียนเจตนาหรือก็ยุกโยลอยกอดฉลองเต้ยืนเคยกอดจองฉลองกอดชุบจำอยู่เฮ้ยยืนในแต่มันแทนละเบือนเนี่ยคลาสเคยองค์อ่อนยืนกอดหนังฉลองแล้วก็การแต่ประทานละเบือนทางจิตvà tụ bày cho quạt rong chạm chụp hoặc là dòng về du và đòi trong nói đi cứ bọn hai thay giờ ảnh vì anh số chi và thọ nó cao rồi đó rồi có ảnh nó cua đó nè của đồng nào tham gia trường thì và chẳng trong nói nắng dương cô tại cài prai đáy nằm bày ra xa là sự đầy lại nó cả bảo bỏ khó hay những chơi chuột chuột kia nó xa là việc mối đấy nhưng ai chuột chuột bà ấy pleu tại xa pleu tại xa phải cho món nhưng tôi nhập pleu xa xa chán còn cả điệp trong đặc nòm mà rộng bò thành đặc nòm mà nhớ chẳng tại cái miền ruột nặng thôn gầu mà chúng nói nó bây sai từ lơ cả che cho bạc cho ra cho thì mỗi thời vô đang làm bị bọt bệnh nhạt này map tí phí thời vô đang làm bị là cho ra chó để kịp bàn đặt lá và đỏ bò miên là bò miên cột nát là cột nát chẳng gặp là đỏ bò miên miền bò ấy miền bò kêu là
ប្រមានពណ៌លឿងហើយនៅផ្លាកគ្រោះថ្នាក់គឺមានពណ៌ក្រហមអញ្ចឹងត្រូវយល់ដែរចំណុចហ្នឹងបាទហើយធម្មតាផ្លូវមួយចំនួនគឺតែងតែមានផ្លាកប្រាប់អំពីព័ត៌មានប្រាប់អំពីគ្រោះថ្នាក់ប្រាប់អំពីបញ្ហាដែលអាចនឹងបង្កហានិភ័យដល់យើងអ្នកបើកបរអញ្ចឹងយើងត្រូវស្វែងយល់ទាំងអស់គ្នាបាទចំណុចហ្នឹងប៉ុន្តែមានចំណុចមួយទៀតផ្លូវខ្លះមានភ្លើងក្រហមហើយបុគ្គលខ្លះគាត់អត់ឈប់ទេគាត់នៅបន្តដំណើរអញ្ចឹងការបន្តដំណើរទាំងភ្លើងក្រហមលោតហើយអញ្ចឹងយើងត្រូវតែឈប់ជាដាច់ខាតមិនអាចបន្តលបឿនទៅបានទេពីព្រោះកាលណាភ្លើងក្រហមលោតហើយទិសដៅចរាចរណ៍ផ្សេងទៀតនឹងចេញមកហើយចេញមកយើងទៅប៉ះគេឬក៏គេប៉ះយើងជាអ្នកខុសទាំងស្រុងទាំងប្របាទមានករណីច្រើនណាស់ចំណុចនេះកើតឡើងនៅក្នុងប្រទេសយើងអញ្ចឹងសូមបងប្អូនជាអ្នកធ្វើដំណើរតាមផ្លូវត្រូវយកចិត្តទុកដាក់មែនទែនបាទហើយកត្តាទី4ដែលជាកត្តាមួយដ៏សំខាន់ដែរគឺកត្តាយានយន្តតែយានយន្តដែលប្រទេសកម្ពុជាយើងយកមកប្រើប្រាស់ជាច្រើនគឺយានយន្តចាស់ឬក៏យានយន្តមួយទឹកហើយមានយានយន្តខ្លះក៏មានការកែច្នៃខុសលក្ខណៈបច្ចេកទេសក៏វាអាចបង្កនៅគ្រោះថ្នាក់ដែរបាទអញ្ចឹងការកត្តាយានយន្តនេះមុននឹងធ្វើដំណើរទៅឆ្ងាយឬក៏ជិតក្តីក៏ត្រូវតែពិនិត្យលក្ខណៈឲ្យបានត្រឹមត្រូវបាទលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវផងដែរប៉ុន្តែពេលខ្លះក៏មានយានយន្តទំនើបក៏អាចក៏នឹងគ្រោះថ្នាក់ដែរដោយសារតែខុសលក្ខណៈបច្ចេកទេសណាមួយដែលយើងមិនអាចនឹងស្មានបានឬក៏ដឹងបានអញ្ចឹងនិយាយសរុបមកគឺថាកត្តាយានយន្តនេះយើងមុននឹងធ្វើដំណើរយើងត្រូវតែពិនិត្យលក្ខណៈបច្ចេកទេសដូចជាសំមុខកង់ដូចជាប្រេងប្រាំងដូចជាប្រេងបូមដូចជាដៃចង្កូតដូចជាអីហ្នឹងអាហ្នឹងយើងត្រូវតែពិនិត្យរបស់គ្នាខ្ញុំលើកយកមកនិយាយនេះគ្រាន់តែជាការរំលឹកដាស់តឿនស្មារតីជាការចែករំលែកនៅការចំណេះដឹងខ្លះៗទាក់ទងទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ដែលជាក្តីបារម្ភមួយចំពោះបច្ចុប្បន្ននេះពីព្រោះយើងមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃបាទអញ្ចឹងបើសិនតែយើងមិនស្វែងយល់សិក្សាអំពីច្បាប់ចរាចរណ៍ឬក៏អនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អទេមនុស្សស្លាប់ច្រើនហើយជាពិសេសគឺយុវវ័យយុវជនរបស់យើងនៅក្នុងចំណុចនេះផងដែរអាណាព្យាបាលឬក៏មេដាបេតារបស់ក្មួយឬក៏ជាបងប្អូនទាំងអស់គ្នាមុននឹងគាត់ធ្វើដំណើរតាមផ្លូវត្រូវពាក់មួកសុវត្ថិភាពត្រូវធ្វើដំណើរឬក៏បើកបរដោយយឺតឬក៏បើកទៅតាមល្បឿនដែលបានកំណត់បាទហើយត្រូវមានការយោគយល់ឲ្យបានខ្ពស់ផងដែរបាទជាពិសេសក្មេងៗគាត់អត់សូវយល់ទេគាត់ច្រើនតែបើកបរលឿនតាមអ្វីដែលគាត់ចង់ជាពិសេសគាត់វ៉ាឆ្វេងវ៉ាស្ដាំឆ្វេងឆ្វាច់ទៅតាមផ្លូវអញ្ចឹងវាគួរឲ្យសោកស្ដាយដែរចំពោះយុវជនយើងកាលណាបាត់បង់ទាំងវ័យក្មេងទៅធ្វើឲ្យកម្លាំងពលរដ្ឋរបស់យើងគឺចុះខ្សោយដែរពីព្រោះប្រទេសជាតិមួយដែលអាចរីកចម្រើនទៅបានគឺអាស្រ័យទៅលើយុវជនដែលមានកម្លាំងពេញលេញហ្នឹងឯងបាទហើយចំណុចមួយទៀតវាតកតងទៅនឹងកត្តាគ្រោះធម្មជាតិអញ្ចឹងគ្រោះធម្មជាតិនេះយូរជួបម្ដងទេដូចជាការភ្លៀងធ្លាក់នាំឲ្យរអិលដួលជាដើមបាទដូចជាទឹកជំនន់ឬក៏ការរលំដើមឈើអីជាដើមហ្នឹងមកលើដងផ្លូវដងអីជាដើមហ្នឹងអាហ្នឹងក៏ជាគ្រោះថ្នាក់ចរាចរណ៍ដែរបាទចំណុចនេះគឺអាជ្ញាធរមូលដ្ឋានគាត់ត្រូវតែយកចិត្តទុកដាក់
ធ្វើយ៉ាងម៉េចដើមឈើណាដែលវាចាស់ទ្រុឌទ្រោមហើយឬក៏អាចកាត់មែកខ្លះឬក៏ឬមិនឲ្យល្អប្រសើរណាដូចជាខ្សែភ្លើងខ្វាយខ្វាត់តាមដងវិថីអីជាដើមហ្នឹងអានឹងត្រូវតែមើលអំពីបញ្ហាផាសុកភាពប្រជាពលរដ្ឋសាធារណៈក្នុងការធ្វើដំណើរទៅតាមផ្លូវហ្នឹងឯងបាទអាហ្នឹងគឺយើងយកចិត្តទុកដាក់ទាំងអស់គ្នាបាទដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងបាទកាលណាប្រជាពលរដ្ឋខ្លាំងធ្វើឲ្យសេដ្ឋកិច្ចមានការវិវត្តហើយធ្វើឲ្យរដ្ឋមានការរីកចម្រើនផងដែរបាទអញ្ចឹងខ្ញុំកណាមានការចូលរួមចែករំលែកប៉ុននេះទៅចំណុចដែលជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានកត្តា5ហ្នឹងឯងដែលខ្ញុំបានរួមសរុបមកដោយសង្ខេបប៉ុណ្ណេះចឹងខ្ញុំកណាសូមអរគុណហើយសូមជម្រាបលាអរគុណ